បាទអញ្ចឹងជាដំបូងសូមជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងrecord អំពី lab ទី2ក្នុងការប្រើប្រាស់ command line using command line អញ្ចឹងចូលដល់ចំណុចទី1 print working directory pwd ទៅកាន់ថាតើយើងឈរនៅ directory ណាឡើយអញ្ចឹងនេះ directory ខ្ញុំកំពុងឈរតមកគេឲ្យចំណុចទីចូលដល់ចំណុចទី2គឺផ្លាស់ប្ដូរ change directory ហ្នឹងទៅកាន់ tmp អញ្ចឹងខ្ញុំដាក់ថា cd tmpចានេះខ្ញុំចូលទៅកាន់ផ្លាស់ប្ដូរបានផ្លាស់ប្ដូរ directory ហើយទៅកាន់ tmp អញ្ចឹងចូលដល់ចំណុចទី3គេឲ្យ create folder មួយដាក់ឲ្យ folder មួយ my directory ហើយនៅក្នុង folder ហ្នឹងគេឲ្យយើង create sub folder 3ផ្សេងទៀតចានេះដើម្បីសួរចំណាំកន្លែង my directory folder ដំបូង my directory ខ្ញុំដាក់ឈ្មោះខ្ញុំហ្នឹងអញ្ចឹងដាក់មកថា tmp ហើយខ្ញុំដាក់tmp make directory make mkdir នេះតមកដាក់ .p កាត់ folderដាក់ឈ្មោះ folder ដាក់ឈ្មោះខ្ញុំទៅឧទាហរណ៍ដាក់វត្តនេះបាត់ហើយខ្ញុំដើម្បីបង្កើត sub folder ទៀតខ្ញុំ slash មកខ្ញុំបង្កើតមកដាក់ file folder ទី1 d.doc ទី2 image ទី3 backup ចានេះបង្កើត folder វាតទៅពីបង្កើតហើយខ្ញុំសាក link ដើម្បីមើលវាមានអត់ខ្ញុំលេខមកនេះវាមានទាំងអស់អញ្ចឹងខ្ញុំចូលទៅកាន់ដើម្បីដឹងថាមាន3នេះអត់នេះមាននៅក្នុង directory វត្តនេះវាមាន folder 3នេះអត់អញ្ចឹងខ្ញុំ cd ទៅកាន់វត្តនឹងសិនតមកខ្ញុំឆែកខ្ញុំ link មួយទៀតនេះអញ្ចឹងនេះជា folder ដែលខ្ញុំកើត3មិញ backup doc ហើយនិង image អញ្ចឹងនៅចំណុចទី3អញ្ចឹងចូលដល់ចំណុចទី4គឺ create two file in folder doc អញ្ចឹងនៅក្នុង folder doc គេឲ្យយើង create file ចំនួន2ផ្សេងទៀតអញ្ចឹងកន្លែងនេះខ្ញុំដាក់ថាខ្ញុំ cd ត្រឡប់វិញសិនអញ្ចឹងខ្ញុំចូលទៅកាន់ដដែលវិញមក cd ទៅ temp សិនមក tmp តោះមកខ្ញុំបង្កើត folder ខ្ញុំបង្កើត file ចំនួន2នៅក្នុង folder doc ដែលមាននៅក្នុង directory វត្តរបស់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំដាក់ថា attach attach ចឹងមកហើយខ្ញុំដាក់ឈ្មោះនេះរបស់ខ្ញុំឈ្មោះ directory របស់ខ្ញុំពីវត្តហើយខ្ញុំបង្កើត folder នៅក្នុង folder doc doc ស្លាហើយខ្ញុំបង្កើត file ចំនួន2ដែល file ទី1ដាក់ថា file 1ហើយមួយទៀតដាក់ថា file 2ចឹងទៅដើម្បីសួរចំណាំហើយអានោះខ្ញុំបង្កើតជា file .txt មក enter អញ្ចឹងតទៅពីបង្កើតហើយខ្ញុំឆាយសិនថាវាមានអត់អញ្ចឹងខ្ញុំសាកចូលមកខ្ញុំដាក់ថា cd ទៅកាន់វត្តមកហើយ cd ទៅកាន់ doc មកទៀតនេះតោះមកខ្ញុំឆាយខ្ញុំ list ls ដើម្បី list មើលអញ្ចឹងនៅក្នុង file doc របស់ខ្ញុំមាន file ចំនួន2ដែលទី1ដាក់ file 1.txt និង file 2.txt ហ្នឹងជាចំណុចទី4អញ្ចឹងចូលដល់ចំណុចទី5គឺ copy all file from doc to backup folder អញ្ចឹងន័យថាយើងទៅ copy file 2នេះពីក្នុង folder doc ហ្នឹងមកកាន់ folder backup អញ្ចឹងដើម្បីមុននឹង copy តែយើងឆែកថានៅក្នុង folder backup ហ្នឹងមានអីខ្លះអញ្ចឹងឆែកខ្ញុំស្លាប់ cd ត្រឡប់ទៅវិញសិនតើមកខ្ញុំចូលតាមដំណាក់កាលវិញមកខ្ញុំទៅកាន់ tmp cd ទៅ tmp អូចំណាំcd tmp តើមកទៅកាន់ cd ទៅកាន់ directory វិញខ្ញុំបាទមកខ្ញុំ cd ទៅកាន់cd ទៅកាន់ backup cd ទៅកាន់ backup កន្លែងនេះចឹងអានេះវាជា folder មកជា directory យើងដាក់ថា cd backup នេះចាំពេលចូល backup ខ្ញុំ list វាមើលថាមានអីចឹងនៅក្នុងហ្នឹងនៅក្នុង backup ហ្នឹងអត់ទាន់មានអីទេអញ្ចឹងខ្ញុំត្រូវការ save command ដើម្បី copy ទៅកាន់ backup អញ្ចឹងខ្ញុំ cd ចេញមកវិញសិនមក cd មួយទៀតតើមកខ្ញុំចិត្តតាមធ្វើការ copy អញ្ចឹងដើម្បី copy បានខ្ញុំ save command cp ខ្ញុំ copy ពី directory វត្តនេះក្នុង directory វត្តហ្នឹងតែខ្ញុំ copy ពី doc មកអញ្ចឹងដាក់ docs វាមួយទៀតអញ្ចឹងនៅក្នុងហ្នឹងមាន file ចំនួន2ខ្ញុំដកខ្ញុំផ្កាយហើយដក clear តើមកខ្ញុំ copy ទៅកាន់អីគេខ្ញុំ copy ទៅកាន់ directory វត្តដូចគ្នាប៉ុន្តែទៅកាន់ folder មួយទៀតឈ្មោះថា backup មក slash ហើយខ្ញុំ enter ចុះមក
ចឹងក្នុងវាបាន copy ហើយចឹងដើម្បីឆែកមើលខ្ញុំសាកចូលទៅឆែកខ្ញុំដាក់ថា cd ទៅកាន់ backup ទៅកាន់ folder backup មកអូយcd ទៅកាន់directory ខ្ញុំសិនបាទទៅមកដាក់ថា cd ទៅកាន់ folder backup មួយទៀតនេះតោះមកខ្ញុំលីសមើលចឹងវាបាន copy ហើយនៅក្នុង folder backup នេះបាន copy ចេញមកចឹងនៅក្នុងចំណុចទី4ចឹងចូលមកដល់ចំណុចចំណុចទី5ចឹងចូលមកដល់ចំណុចចុងក្រោយគឺ use tree command to new structure folder my directory តែបើញ៉ាំនេះខ្ញុំដាក់ថា wat ជា directory ខ្ញុំដាក់ wat folder wat ចឹងដោយសារ tree ខ្ញុំបាន install ហើយ tree ខ្ញុំបាន install ហើយចឹងខ្ញុំឆែកមកទៅខ្ញុំដាក់ថាដោយសារខ្ញុំបាន install ទៅកាន់ tree ហើយចឹងខ្ញុំដាក់ថា tree wat ចឹងធ្វើមកអូអានេះខ្ញុំបាច់សិក្រាតិចដែរនេះខ្ញុំសុំត្រឡប់ directory ទៅខលវិញសិនថា cd មកតទៅខលតាមចូល tmp វិញមកតច្រឡំដាក់ថា cd tmp តែមកខ្ញុំអាចឆែកបានហើយដាក់ថា tree ហើយដាក់ឈ្មោះ directory ខ្ញុំមកបាទនេះអញ្ចឹងនេះជានៅក្នុង directory នេះមាន folder 3តែនៅក្នុងអានេះជា folder ទី1ខ្ញុំបង្កើតហើយខ្ញុំបានបង្កើតពេលខ្ញុំបង្កើត folder នេះហើយខ្ញុំកើត file ពីរនឹងទៀតសម្រាប់ backup នេះខ្ញុំ copy ចេញមកពីក្នុងដបនេះបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណលោកគ្រូសម្រាប់ការទស្សនា